សួរពុកម៉ែបងប្អូនជាកសិករទាំងអស់ជាបបអានបាទថ្ងៃនេះ KP កែច្នៃរបស់កសិកម្មចាប់ផ្ដើមដំណើរការទៀតហើយបាទថ្ងៃនេះជាថ្ងៃព្រោះឥឡូវឲ្យសាកមើលវាដីទឹកហ្នឹងវារត់វាមិនវិញបាទឃើញទេពុកម៉ែបងប្អូនឃើញអត់បាទហ្នឹងហើយអូខេហើយបងប្អូននៅខ្វះតែស្ទើរបើមានស្ទើរទៀតល្អតែម្ដងឆ្ងាយទៅហើយឆ្ងាយហើយបាទហ្នឹងហើយពុកម៉ែបងប្អូនសម្រាប់បងប្អូនយល់ឃើញយ៉ាងម៉េចដែរបើសម្រាប់ខ្ញុំប៉ុណ្ណឹងបានណាបាទយល់ឃើញថា100 ម៉ែត្របងប្អូនដីស្រែដែលកំពុងភ្ជួរហ្នឹងគឺដី100 ម៉ែត្របាទឆ្ងាយចាប់មិនសូវច្បាស់វីដេអូហើយបើសិនជាយើងសូមឲ្យអស់ទៅឆ្ងាយយកមែនទេ100 ម៉ែត្រលោកម៉ែបងប្អូនមើលឆ្ងាយចាប់អត់សូវច្បាស់គេពីកែច្នៃនៅភូមិពងទឹកស្រុកជុំគិរីខេត្តកំពតណាដើមកែច្នៃបានមួយគ្រឿងនេះហើយឃើញថាបម្រើការងារកសិកម្មហ្នឹងបាន70%ហើយហ្នឹងអត់ទាន់មានតែស្ទើរមានស្ទើរទៀត100%បងប្អូនបាទហ្នឹងហើយសម្រាប់វីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេសូមពុកម៉ែបងប្អូនបើស្រឡាញ់ចូលចិត្តសូមជួយ like ជួយ share មួយផងដើម្បីឲ្យបងប្អូនជាកសិករយើងបានមើលឃើញហើយបើសិនជាមានចិត្តចង់កែច្នៃអីបងប្អូនអាចកែច្នៃបានបាទកែច្នៃដោយខ្លួនឯងក៏បានយើងអាចនឹងយកទៅជួលគេកែច្នៃក៏បានដែរបងប្អូនបាទស្រ័យជាចិត្តបងប្អូនបើសិនជាបងប្អូនមើលទៅអាចការកែច្នៃនេះវាងាយស្រួលសម្រាប់បងប្អូនហើយមានបច្ចេកទេសល្អជាងនេះសូមឲ្យបងប្អូនជួយខមមិននៅ
វីដេអូបាទអញ្ចឹងទីចុងក្រោយខ្ញុំបាទក៏សូមគោរពជំរាបលាតែប៉ុណ្ណេះបាទសូមអរគុណសម្រាប់ការទស្សនា